បាទសួស្តីបងប្អូនជាទីមេត្រីដែលសាមានបងប្អូនខ្លះស្នើឲ្យបង្ហាញអំពីការរៀបចំ CVG ភាសាអង់គ្លេសអញ្ចឹងថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនមកមើលទម្រង់មួយផ្សេងទៀតបាទក៏ប៉ុន្តែទម្រង់ដែលសរសេរជាភាសាខ្មែរបងប្អូនអាចយកវាទៅធ្វើជាភាសាអង់គ្លេសក៏បានដែរបាទវាអត់មានខ້ອຍទេបាទប៉ុន្តែថ្ងៃនេះខ្ញុំនឹងចែករំលែកបន្ថែមទៀតនឹងទម្រង់ថ្មីមួយទៀតបាទទម្រង់ងាយសាមញ្ញទេប៉ុន្តែយើងនឹងទម្រង់នេះគឺជាទម្រង់នៃការចែករំលែកការសរសេរជាភាសាអង់គ្លេសម្ដងបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតធ្វើការចែករំលែកជូនបងប្អូនបាទអញ្ចឹងទម្រង់នៃការសរសេរ CV បាទគឺមិនខុសគ្នាប្រហែលទេបាទគឺមិនខុសពីការសរសេរជាភាសាខ្មែរទេអញ្ចឹងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅស្គាល់អំពីទម្រង់សំណេរបាទសរសេរជាភាសាខ្មែរបាទហើយជាភាសាអង់គ្លេសបាទសំទោសបាទអញ្ចឹងដំបូងឈ្មោះយើងបាទនេះមឿនចន្ទ្រីឈ្មោះខ្ញុំបាទអញ្ចឹងគឺខ្ញុំដាក់ឈ្មោះខ្ញុំពេញតែម្ដងបាទយើងវាយឈ្មោះយើងមកបាទនេះគឺជាទម្រង់មួយសាមញ្ញបាទដល់ពេលយើងសរសេរឈ្មោះយើងហើយបងប្អូនអាចបំពេញនៅអាសយដ្ឋានបាទគេហៅថាទីលំនៅបច្ចុប្បន្នបាទខ្ញុំដាក់ឧទាហរណ៍អញ្ចឹងណាបាទ 133A អញ្ចឹងទៅបាទហើយអីគេសង្កាត់វាបាទសង្កាត់ B អញ្ចឹងទៅបាទសង្កាត់ B បាទខ្ញុំសូមព្រីតិចដើម្បីឲ្យមើលឃើញច្បាស់បាទសង្កាត់ B ខណ្ឌបាទ C បាទភ្នំពេញទៅបាទយើងដាក់ភ្នំពេញហ្នឹងឬដល់មិនដាក់ Cambodia ទេបាទព្រោះភ្នំពេញគឺនៅក្នុងប្រជាជនកម្ពុជាហើយបាទអញ្ចឹងក្រៅពីខ្ញុំដាក់អាសយដ្ឋានហើយខ្ញុំនឹងដាក់លេខទូរស័ព្ទបាទអញ្ចឹងលេខទូរស័ព្ទបាទអញ្ចឹងដោយសារយើងឲ្យ CV យើងតាក់ទាញយើងដាក់លក្ខណៈផ្លូវការតិចទៅបាទមានបូកបាទ55បាទអញ្ចឹងខ្ញុំដាក់ថា0ដាក់77អញ្ចឹងទៅបាទ000 000 អញ្ចឹងណាបាទឬក៏បើសិនជាយើងមាន2លេខយើងអាចថែមមួយលេខទៀតមកបាទយើងស្លាស់វាមក10បាទឬក៏96អ្នកមាន96មាន4មាន7ខ្ទង់ជាងដាក់3 4ទៅបាទអញ្ចឹងណាបាទហ្នឹងគឺជាវិធីសាស្ត្រសាមញ្ញដែលបងប្អូនអាចយកទៅថែមថយទៀតបានបាទហើយនេះគឺខ្ញុំធ្វើទម្រង់សាមញ្ញងាយយល់ទេបាទអញ្ចឹងបន្តមកទៀតយើងដាក់អីគេបាទបងប្អូនសាកគិតមើលក្រៅពីដាក់លេខទូរស័ព្ទហើយដាក់ទៀតបាទគឺយើងដាក់ email បាទ email បាទអញ្ចឹង email របស់យើងចាប់ផ្ដើមដាក់មកបាទចន្ទ្រីអញ្ចឹងទៅបាទខ្ញុំឧទាហរណ៍ទៅបាទចន្ទ្រីអញ្ចឹងទៅបាទ .com បាទអញ្ចឹងទៅបាទឃើញអញ្ចឹងវាបានទៅជាប្រវត្តិរូបព័ត៌មានកោះខ្លួនរបស់យើងបាទយើងដាក់ខ្លីមកបាទឈ្មោះរបស់យើងបាទយើងដាក់អក្សរធំទាំងអស់មកហើយបងប្អូនអាចប្រើទម្រង់ font អក្សរផ្សេងបានប៉ុន្តែសូមយោបល់បងប្អូនប្រើទម្រង់ font អក្សរ Times New Roman ទៅបាទនេះបាទយើងប្រើហ្នឹងទៅដើម្បីយើងងាយស្រួលបាទវាទូទៅបាទទី1ក្រៅពីដាក់ហ្នឹងហើយបងប្អូនដាក់ applying for បាទគឺបងប្អូនដាក់ក្នុង position នេះគេបាទតំណែងហ្នឹងដូចខ្ញុំប្រាប់ចឹងតំណែងគេបាទលេខមកថាteacher of mathematics មួយថយអញ្ចឹងណាបាទយើងសរសេរ position ដែលយើងដាក់មកឬក៏យើងដាក់អីស្រេចយើងបាទអញ្ចឹងបងប្អូនកុំភ្លេចមើល position ដែលគេរកផងបាទតិចច្រឡំកន្លែងហ្នឹងគេដាក់រកគ្រូជីវៈដល់ពេលយើងគឺ apply គ្រូគណិតអាហ្នឹងខុសហើយបាទហើយយើងមើលទី2បាទមេតិកាទី2បាទក្រៅពីនេះឲ្យអស់យើងមាន personal data បាទគឺព័ត៌មានផ្ទាល់ខ្លួនអញ្ចឹង date of birth បាទអញ្ចឹងគឺទីកន្លែងថ្ងៃខែឆ្នាំកំណើតបាទអញ្ចឹងយើងដាក់បាទយើងដាក់មកបាទ14អញ្ចឹងមកបាទ1996ទៅខ្ញុំឧទាហរណ៍ទៅបាទ place of birth បាទអញ្ចឹង place of birth ដូចខ្ញុំប្រាប់អញ្ចឹងមិនបាច់ដាក់ភូមិឃុំស្រុកអីទេបាទដាក់ខេត្តយកតម្រូវទៅបាទប្រពន្ធទៅបាទអញ្ចឹងអាហ្នឹងគឺយើងអាចដាក់អញ្ចឹងមកបាទនេះគឺជាទម្រង់សាមញ្ញគ្នាបាទមិនបាច់ទៅសេកម្ពស់ប្រមាណមានគ្រូសានៅគេថាអីគេ
គីឡូប្រហែលសុខភាព health ឬ good អីហ្នឹងមិនចាំបាច់ដាក់ទេបាទនៅវាមិនចាំបាច់ក្នុងការដាក់ទេព្រោះយើងសរសេរនេះវាខ្លីហើយខ្លឹមបាទដល់ពេលបន្តមកទៀតយើងអាចដក clear បន្តិចមកយើងចង់ឲ្យស្អាតបាទយើងចុចនោះវា space វាល្មមបាទកុំឲ្យវាជាប់គ្នាពេកបាទដូចខ្ញុំប្រាប់ចឹងថាយើងត្រូវធានាថាសៀវយើងវាអនុវត្តតាមគោលការណ៍3គឺមានមេតិកា content នេះដាក់ត្រូវទី2 spelling ហើយទី3គឺទម្រង់វាស្អាតបាទ for ស្លឹកសោភ័ណភាពបាទអញ្ចឹងខ្ញុំអាចសរសេរពីប្រវត្តិកាត់ភាសាមុន education ក៏បានអ្នកខ្លះដាក់ education background ក៏បានមួយណាក៏បានដែរបាទហើយអានេះអញ្ចឹងបងប្អូនចង់ដាក់បន្ទាត់ក្រមក៏បានមិនដាក់ក៏បានដែរបាទវាស៊ីសងលើយើងចង់ឲ្យវាស្អាតបែបណាបាទអញ្ចឹងប្រវត្តិនៃការសិក្សាដូចគ្នាយើងដាក់ពីបច្ចុប្បន្នត្រឡប់ទៅក្រោយក៏បានពីក្រោយពីវិទ្យាល័យមកមុនក៏បានដែរបាទអញ្ចឹងវាអាស្រ័យទៅលើបងប្អូនទេអាស្រ័យទៅលើបងប្អូនទេបាទអញ្ចឹងខ្ញុំដាក់មកឧទាហរណ៍នេះគឺជាប្រវត្តិការសិក្សារបស់ខ្ញុំបាទខ្ញុំដាក់ទៅថាអីគេបាទdegree in lifelong learning បាទ lifelong learning បាទហើយ master អញ្ចឹងទៅបាទអាហ្នឹងខ្ញុំសរសេរអញ្ចឹងទៅហើយឬក៏2010បាទនេះ2007ដល់2010ហ្នឹងទៅបាទអញ្ចឹងយើងដាក់មកបាទពី PhD ហើយអូនៅបញ្ញបត្រមួយទៀតបាទបាទអញ្ចឹងខ្ញុំដាក់ពួកយើងដាក់តាមដាំដោយបាទកុំរំលងវាអត់ស្មើល្អបាទខ្ញុំសូមសេរីវាស្មើតិចសិនបាទអញ្ចឹងយើងដាក់មកបាទយើងចង់បញ្ជាក់ scholarship ក៏បានមិន scholarship ក៏បានដែរបាទវាអាស្រ័យទៅលើបងប្អូននេះបាទអញ្ចឹងខ្ញុំសូមដាក់មួយទៀតបាទគឺដាក់ថា2010បាទបាទដល់2014បាទ14បាទខ្ញុំសូមយកនេះដាក់នេះវិញចុះបាទបាទចេះចាស់បាទឲ្យស្អាតបាទបាទអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមលើកអញ្ចឹងស្អាតតិចបាទអញ្ចឹងយើងធ្វើសាមញ្ញអញ្ចឹងបងប្អូនទាំងអស់គ្នាបាទយើងចង់ដាក់ឆ្នាំដាក់ខែក៏បានស៊ីសុងលើយើងឯងហើយយើងដាក់ឈ្មោះសាលាយើងបូលវាអត់ដិតចឹងទៅហើយជំនាញយើងដាក់ trade ដូចខ្មែរចឹងទៅបាទដើម្បីឲ្យតាក់ទាញចឹងទៅបាទហើយយើងដាក់អញ្ចឹងសាមញ្ញបាទទៅពេលវិទ្យាល័យដាក់ school diploma ក៏បានដែរបាទហ្នឹងគឺងាយយល់អញ្ចឹងនេះជាការបង្ហាញព័ត៌មានពីប្រវត្តិអប់រំហើយដូចខ្ញុំប្រាប់បងប្អូនពីខាងដើមអញ្ចឹងថាមិនខុសពីការសរសេរភាសាខ្មែរទេបើយើងចង់គិតថាចង់បង្ហាញបទពិសោធន៍ការងារដាក់បទពិសោធន៍ការងារដាក់ working experience មុនក៏បានដែរបាទអត់ជាបញ្ហាទេបាទហើយកន្លែងចុចនេះគ្នាយើងខ្លះសរសេរមកអត់ស្អាតខ្ញុំឧទាហរណ៍ណាបាទឧទាហរណ៍ថាបងប្អូនខ្លះគាត់សរសេរអត់ស្អាតដែរគាត់សរសេរថាឥឡូវ2019ឧទាហរណ៍ណាបាទ19ដល់ present ឧទាហរណ៍បាទ present បាទឃើញបាទវាស្អាតវាបន្លស្អាតណាចឹងទាំងអស់គ្នាដើម្បីឲ្យសរសេរស្អាតយើងចុចដកឃ្លាមួយសិនបាទពីបើយើងសរសេរពី2019ដកឃ្លាមួយមកបាទហើយដកឃ្លាមួយទៀត present បាទគឺវាចេញតម្រងមកស្អាតឲ្យខ្ញុំទៀតបាទ2019ដកឃ្លាចុចអានឹងមួយមកដកឃ្លា present បាទដល់បច្ចុប្បន្នបាទឃើញទេយើងចុច tab មកគឺវាចេញសញ្ញា tray វែងទៀតឲ្យគឺថាវាស្អាតភ្លើងទាំងអស់ហ្មងបាទព្រោះបើសិនយើងចុចចេះធម្មតាយើងអត់ដកឃ្លាវាទេយើងមាននៅវាអត់ស្មើបាទវាអត់ស្មើស្អាតណាអញ្ចឹងវាជា technique គ្រាន់តែចង់ចែកម្លេចបងប្អូនបន្ថែមទៀតបាទអញ្ចឹងអានេះយើងដាក់វាឲ្យវាត្រឹមadd space តិចមកបាទឲ្យវាស៊ីមកនេះដែរបាទប៉ុន្តែនេះយើងដកលើធំតិចបាទអញ្ចឹងយើងធ្វើអញ្ចឹងមកនេះប្រវត្តិការអាសាចុះប្រវត្តិអប់រំបាទប្រវត្តិអប់រំប្រវត្តិបទពិសោធន៍ការងារបាទអញ្ចឹងបទពិសោធន៍ការងារដូចតែនឹងប្រវត្តិការសិក្សាអញ្ចឹងបងប្អូនអាចរៀបរាប់ពីការងារអតីតកាលមកមុនឬក៏ពីឥឡូវទៅអតីតកាលក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍សាមញ្ញមួយបាទ
2019បាទដាក់2019បាទហើយខ្ញុំដកឃ្លាមួយខ្ញុំស្ញាក់ដកខ្ញុំដកឃ្លាមួយទៀតដាក់ដល់ present បាទដល់បច្ចុប្បន្នឃើញទេបាទខ្ញុំដកឃ្លាទៅស្ពែទៅវាចេញអានេះវាធំវាវែងបាទអញ្ចឹងវាស្អាតបាទអាហ្នឹងទៅខ្ញុំសេមកបាទខ្ញុំដាក់កុំឲ្យវាចូលមួយ like គឺវាធម្មតាទៅបាទតែខ្ញុំ space វាបន្តិចមួយសិនឲ្យស្អាតបាទអូននេះ space ម្ដងហើយបាទអញ្ចឹងយើងសរសេរមកបាទhead of lifelong learning department បាទប្រធានបដមកអប់រំពីមួយជីវិតហើយខ្ញុំដាក់ OUPP មកខ្ញុំមិនបាច់ដាក់សកលពេញទេស្អីនេះខ្ញុំសរសេរពីពេញវាឲ្យខាងលើនេះបាទអញ្ចឹងបងប្អូនបាទនៅត្រង់ចំណុចនេះដូចខ្ញុំបានជំរាបបងប្អូនពីមុនអញ្ចឹងថាសំខាន់ណាស់នៅពេលដែលបងប្អូនដាក់ការងារឲ្យកុំភ្លេចបញ្ជាក់អំពីទំនួលខុសត្រូវបាទអញ្ចឹងទំនួលខុសត្រូវក៏យើងត្រូវប្រើប្រាស់ verb បាទប្រើប្រាស់កិរិយាសព្ទណាឲ្យវាត្រឹមត្រូវដែរមានថាតើយើងគួរប្រើកិរិយាសព្ទណាខ្លះឲ្យវាស៊ីជាមួយនឹងតំណែងដែលយើងដាក់ហ្នឹងបាទបើសិនជាខ្ញុំជាប្រធានបទមកអញ្ចឹងជាប្រធានគេបាទអញ្ចឹងប្រធានគេយើងត្រូវតែប្រើប្រាស់កិរិយាសព្ទណាឲ្យវាមានទម្ងន់បាទដូចពាក្យ lead បាទ lead បាទដឹកនាំអញ្ចឹងទៅអញ្ចឹងទាំងអស់គ្នាអាចទៅសេ lead ចេះក៏បាន lead ចេះក៏បានដែរបាទយើងមានពីរចម្រើសយើងទៅសេជា third person singular មានថាមកដល់បច្ចុប្បន្នថាយើងនៅបន្តធ្វើដែរដាក់ verb ទៅជា third person singular គឺថែម s es របស់វាក៏បានបើសិនជាឧទាហរណ៍ថាwatch បាទដាក់ es ក៏បានឬក៏ដាក់ watch ទៅទេក៏បានដែរបាទអញ្ចឹងណាបាទប៉ុន្តែដោយសារតែនៅក្នុងតំណែងប្រធានបទហ្មងយើងអត់មានប្រើកិរិយាសព្ទ watch ទេខ្ញុំទៅប្រើកិរិយាសព្ទណាដែលវាមានទម្ងន់បាទអញ្ចឹងយើងទៅគិតកិរិយាសព្ទណាដែលនិយាយពីការដឹកនាំបាទអញ្ចឹងខ្ញុំដាក់ពាក្យគេពាក្យ lead បាទ lead បាទខ្ញុំដាក់ជា passive ជា third person ក៏បាន lead ទៅទេក៏បានដែរបាទអញ្ចឹង lead អញ្ចឹងឧទាហរណ៍ដាក់ជា third person ចុះបាទlead ចេះបាទអញ្ចឹងណាបាទអញ្ចឹងអីគេហ្នឹងទៅបាទចុចទៅបាទអីគេទៀតបាទក្នុងនាមជាប្រធានគេគឺ supervise បាទ supervise បាទគឺយើងប្រើកិរិយាសព្ទណាដែលវាមានទម្ងន់ណាបាទ mentors បាទអញ្ចឹងទៅបាទអញ្ចឹងណាបាទអញ្ចឹងគឺយើងប្រើកិរិយាសព្ទហ្នឹងប៉ុន្តែសម្រាប់បងប្អូនថាខ្ញុំគ្រាន់តែជាអ្នកស្ម័គ្រចិត្តធម្មតាបាទជាអ្នកស្ម័គ្រចិត្តធម្មតាអញ្ចឹងខ្ញុំគួរដាក់មិនបាទខ្ញុំគួរដាក់កិរិយាសព្ទមិនបាទខ្ញុំសុំដាក់អានេះដាក់ bold ឲ្យហើយបាទដាក់ bold ឲ្យហើយបាទអញ្ចឹងយើងមានចម្រើសមួយទៀតបាទឥឡូវពី2011បាទដកឃ្លា/ដកឃ្លា2020បាទឆ្លាស់មកចេញមកវាឃើញបាទចេញផ្លោះភាសាដែរខ្ញុំដកផ្នែកដកក្រមចេញហើយដាក់ចេញមកបាទខ្ញុំដាក់ថា coordinator បាទអញ្ចឹងបើសិនជាខ្ញុំជាអ្នកសម្របសម្រួលឬក៏ជា facilitator អញ្ចឹងណាបាទអញ្ចឹងខ្ញុំគួរតែប្រើពាក្យអីទាំងអស់គ្នាអាចប្រើពាក្យនឹងបានសម្រាប់អ្នក volunteer អី coordinator បាទ in mentoring program បាទហើយនៅណានៅ OUPP ដែរបាទអញ្ចឹងពាក្យនេះខ្ញុំជាពាក្យ coordinator វាអាចថា lead ខ្លះសម្របសម្រួលខ្លះបាទអញ្ចឹងខ្ញុំនឹងប្រើកិរិយាសព្ទផ្សេងពីអាលើបាទឲ្យវាស្រាលជាងអាលើឲ្យវាស័ក្តិសមទៅនឹងគេហៅថាទូនាទីភារកិច្ចរបស់តំណែងមួយនឹងបាទអញ្ចឹងខ្ញុំដាក់ពាក្យអីគេបាទដែលវាមើលទៅងាយស្រួលគឺ communicate បាទឃើញទេអញ្ចឹងអាហ្នឹងវាជាអីគេបាទវាចប់អស់ហើយអញ្ចឹងវាជាអតីតកាលអញ្ចឹងបើមិនសិនវាជាបទពិសោធន៍អតីតកាលដែលឈប់ធ្វើហើយយើងដាក់វាជា verb បាទជា verb to បាទអញ្ចឹង communicate បាទអីគេហើយខ្ញុំសរសេរមកបាទ communicate អីគេអីហ្នឹងទៅបាទពាក្យអីទៀតcollaborate បាទឃើញទេអញ្ចឹងគឺយើងប្រើពាក្យណាដែលជាពាក្យស៊ីជាមួយនឹងតំណែងរបស់យើងនេះដែលជា coordinator នេះបាទហើយទៀត advice បាទឲ្យយោបល់អញ្ចឹងទៅបាទអញ្ចឹងគឺយើងប្រើពាក្យទាំងអស់ហ្នឹងឯងសម្រាប់ទូនាទីជាអ្នកដែលជួយការងារសង្គមបាទឬបងប្អូនជាយុវជនកាកបាទក្រហមបាទបងប្អូនជាកាយរិទ្ធជាសសយកយើងមានកម្មវិធីច្រើនមានគេបាទយើងមាន
advocate បាទចូលរួមឯខ្លះយើងដាក់មកបាទ advocate យ៉ាបាទបាទឯខ្លះទៀតយើងសរសេរមកបាទគេមានគេ promote បាទចូលរួមលើកកម្ពស់អីហ្នឹងទៅបាទផ្សព្វផ្សាយទៅអញ្ចឹងគឺជាពាក្យដែលយើងប្រើប្រាស់សម្រាប់ការងារដែលយើងចង់បង្ហាញអំពីបច្ចេកទេសបាទការងារមួយហ្នឹងប៉ុន្តែបើសិនជាពាក្យខ្លះយើងជា coordinator ខ្លាំងហើយចង់រំលឹកអីថែមទៀតបាទដែលថាឥឡូវយើងជាអ្នកស្ម័គ្រចិត្តបាទឧទាហរណ៍ថាម្ដងទៀតបាទពី2010បាទ2010បាទ2012ដក clear ដក clear 2019បាទឃើញហើយបាទយ៉ាង2019មុនបាទអានឹងជា project management បាទថាឥឡូវខ្ញុំជាproject management បាទជាអ្នកសម្រាប់សម្រួលគម្រោងអីមួយបាទអញ្ចឹង project management បាទអញ្ចឹងណាបាទអញ្ចឹងខ្ញុំសេអញ្ចឹងទៅmanagement ទៅនៅណាគេខ្ញុំដាក់មកបាទហោហែមកអញ្ចឹងបើសិនយើងដំណើរជា project management យើងប្រហែលជាត្រូវប្រើប្រាស់ពាក្យផ្សេងជាងនឹងទៀតបាទដែលវាមើលទៅវាតាក់ទាញបាទវាត្រឹមត្រូវសម្រាប់តំណែងមួយហ្នឹងបាទខ្ញុំសូមដាក់វាឲ្យវា trade តិចទៅបាទដើម្បីបង្ហាញពីហ្នឹងគេខុសត្រូវបាទជាងជា project management យើងត្រូវគិតទៅបាទយើងមានអីខ្លះជា verb សំខាន់គឺមាន initiate បាទ initiate ហ្នឹងគឺយើងត្រូវថាមិនយើងឆ្នៃប្រឌិតអីខ្លះបាទយើង trade មកបាទយើងអីគេយើង lunch បាទយើងធ្វើឲ្យបានខ្លះសម្ពោធអីខ្លះបាទសម្រាប់បានអីខ្លះបាទយើង organize បាទយើងរៀបចំអីខ្លះបាទឃើញទេនោះគឺជាពាក្យដែលបងប្អូនអាចចេះបានអាចយើងត្រូវប្រើនៅក្នុងតំណែងមួយបាទអញ្ចឹងគេមិនមែនជាតែប្រើផ្ដេសផ្ដាស់ទេគេមើលពាក្យណាដែលប្រើប្រាស់សម្រាប់នៅក្នុងកន្លែងមួយហ្នឹងបាទនៅក្នុងកន្លែងតំណែងមួយហ្នឹងបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍3នឹងចោះឬក៏បើសិនជាបងប្អូនណាខ្លះអ្នកខាងបច្ចេកទេសអ្នក IT បាទអ្នក IT លេងឧទាហរណ៍អ្នក IT មួយទៅចោះឬក៏អ្នកបច្ចេកទេសគាត់មានទេពកោសល្យមួយបាទគឺគាត់ថាគាត់ជាអ្នកបច្ចេកទេសបាទឥឡូវឆ្នាំ2011ដក clear clear 2018បាទឃើញទេបាទមួយឧទាហរណ៍ចុះគាត់គឺជាអីគេបាទគាត់គឺជាmanager in បាទអីគេបាទនៅក្នុងគ្រប់គ្រងនៅក្នុងផ្នែកអីមួយទៅក្នុងផ្នែកបច្ចេកទេសបាទIT engineering ឧទាហរណ៍ចឹងណាបាទឧទាហរណ៍ចឹងណាបាទ engineering ចឹងទៅបាទហើយនៅទីតាំងណាដាក់មកឧទាហរណ៍ចឹងទៅបាទហើយនៅពេលបងអូនជាអ្នកបច្ចេកទេសអញ្ចឹងយើងគួរតែប្រើពាក្យណាដែលវាស័ក្តិសមទៅនឹងអ្នកបច្ចេកទេសបាទខ្ញុំឧទាហរណ៍មួយថាឥឡូវយើងអីគេបាទយើង develop បាទឃើញទេយើង develop អីខ្លះបាទ develop បាទអីខ្លះយើងសរសេរមកបាទឃើញទេមានពាក្យទៀតតែពាក្យ develop មានពាក្យ engineer បាទ engineers បាទយើងអាចដាក់នៅក្នុងនឹងបានមកបាទយើងមានអីខ្លះទៀតទៅត្រេមកទី3មួយទៀតគឺ design បាទឃើញទេបាទគឺយើងសរសេរពាក្យណាដែលវាតាក់ទាញបាទអញ្ចឹងខ្ញុំគ្រាន់ចង់រំលឹកដល់បងប្អូនថាការប្រើប្រាស់ពាក្យនៅក្នុងទំនួលខុសត្រូវហ្នឹងគឺវាសំខាន់ណាស់អញ្ចឹងបងប្អូនប្រហែលជាត្រូវចាប់អារម្មណ៍អាហ្នឹងឲ្យច្រើនតិចបាទអញ្ចឹងយើងត្រូវមើលលើអាហ្នឹងបាទពាក្យណាដែលយើងប្រើនៅក្នុងការងារមួយណាជៀសវាងយើងប្រើពាក្យផ្ដេសផ្ដាស់ប្រើពាក្យអត់ល្អវាធ្វើឲ្យទំនៃ CV របស់បងប្អូនហ្នឹងវាអត់សូវមានភាពតាក់ទាញបាទគឺតែប៉ុណ្្នឹងឯងបាទអញ្ចឹងនេះគឺជាការបញ្ជាក់ពី working experience គឺពីបច្ចុប្បន្នទៅអតីតកាលឬក៏បងប្អូនចង់និយាយពីឆ្នាំ2011មុនក៏បានដែរបាទអញ្ចឹងស្រេចតែយើងឯងបាទមេតិកាបន្ទាប់ទៀតគឺ short course បាទវគ្គបណ្ដុះបណ្ដាលខ្លីៗបាទបងប្អូនធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលខ្លះយើងដាក់មកបាទដូចខ្ញុំឧទាហរណ៍អញ្ចឹងពីខែនេះខ្ញុំរៀននៅសាលារដ្ឋបាលលើជំនាញអីគេបាទគ្រប់គ្រងឬក៏ប្រព័ន្ធរដ្ឋបាលកម្ពុជានៅអឺរ៉ៃដាក់ខាងមួយវាស្គាល់ហើយបាទ
ខណៈខ្ញុំរៀនគេគ្រប់គ្រងយុទ្ធសាស្ត្របាទខណៈគឺរៀនគេរៀនគ្រប់រៀបចំគោលនយោបាយសាធារណៈអញ្ចឹងទៅបាទខ្ញុំឧទាហរណ៍ទៅបាទគឺជាសងលើយើងឯងបងប្អូនរៀនអីដាក់អានឹងមកបាទសាលាណាដូចនៅក្នុងយើង CV ជាភាសាខ្មែរអញ្ចឹងចូលមកដល់មេតិកាទៅគឺ award បាទ award គឺពានរង្វាន់ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងបាទបងប្អូនមានរង្វាន់ជ័យលាភីប្រចាំសាលានៅវិទ្យាល័យក្តីប្រកួតប្រជែងនៅសាកលវិទ្យាល័យក្តីរំលេចវាមកបាទដើម្បីបង្កើនគេថាបង្កើន credit ថា add value បាទឲ្យតម្លៃគុណតម្លៃបន្ថែមទៀតទៅនឹងអ្វីដែលយើងកំពុងតែបង្ហាញគេព្រោះអីបងប្អូនប្រហែលជាត្រូវរំលឹកឡើងថាបងអូនកំពុងតែដាក់ពាក្យរកការងារធ្វើបងអូនត្រូវការចាប់អារម្មណ៍ពីបាទចាប់អារម្មណ៍ពីអ្នកនេះបាទអ្នកចាប់អារម្មណ៍ពីអ្នករាប់បុគ្គលិកបាទអញ្ចឹងយើងត្រូវបង្ហាញភាពតិចបន្សល់របស់យើងឲ្យគេឃើញហើយបាទយើងមិនអាចចាំឲ្យគេសម្ភាសចាំគេហៅយើងទេបាទអត់ទេបាទត្រូវទៅដាក់ដូចខ្ញុំតែនិយាយប្រាប់បងប្អូនខ្ញុំធ្លាប់បរិញ្ញាគឺទៅសេ CV ក្តីទៅសេ cover ទៅគឺអាណាខ្លាំងដាក់អានឹងមុនគេហ្មងបាទឲ្យគេឃើញដូចបដាហ្នឹងវាយគេដួលហ្មងមិនហ្នឹងចាំឲ្យគេចាំវគ្គក្រោយចាំឲ្យគេចាំបង្ហាញការពិតឲ្យគេដឹងយើងខ្លាំងប៉ុណ្ណាជួនកាលគេឃើញ CV យើងអត់ល្អគេខ្ជិលហៅបដ ாய் ណាបាទវាអញ្ចឹងឯងបាទអញ្ចឹងណាបាទអញ្ចឹងបងប្អូនមាន GLP អីវិទ្យាល័យដាក់មកខ្ញុំឧទាហរណ៍អញ្ចឹងថ្ងៃ30 ដុល្លារកន្លងទៅនេះខ្ញុំបាន GLP លេខ1ទៅសេសំណេរប្រគល់ប្រជែងរៀបចំដោយក្រសួងសេដ្ឋកិច្ចក្នុងនាយកតកបរិបទធនបាលកិច្ចបាទខ្ញុំដាក់មកបាទខ្ញុំជាប់ top 10 កម្មវិធីបរដ្ឋាភិបាលបាទដាក់មកលេខ3 recruitment contest ក៏ដាក់មកលេខ1ក៏ដាក់អញ្ចឹងខ្ញុំដាក់ទាំងអស់អញ្ចឹង GLP ខ្ញុំបានលេខបានមានដៃប្រហែលនេះខ្ញុំដាក់ទាំងអស់ដើម្បីរំលឹកបាទនេះគឺជាចំណុចចង់ទាញចំណាប់អារម្មណ៍បងប្អូនឲ្យប្រើប្រាស់គេថា CV នេះបង្ហាញអំពីទេពកោសល្យរបស់បងប្អូនអស់បាទនេះខ្ញុំរៀបប្រមាត់តាមក្រោយឲ្យបាទដល់ពេលបន្តមកទៀតបាទ languages បាទភាសាបាទបងប្អូនគ្នាចេះភាសាអីដាក់មកបាទខ្ញុំដាក់ខ្មែរ mother tongue English ដាក់មកបាទមាន high level ក៏បានយើងថា fair ក៏បានបាទអញ្ចឹងហ្នឹងបាទ fair ក៏បានgood ad ក៏បានអញ្ចឹងវាស៊ីសងលើកម្រិតដែរបាទ profession វាខ្លាំងហើយបើ fair មធ្យមបើ good ល្អអញ្ចឹងណាបាទgood ad អញ្ចឹងទៅបាទហើយ complete skill 4នឹងមកផងបាទមាន reading writing speaking and listening បាទដាក់ហ្នឹងមកបាទអញ្ចឹងអាហ្នឹងគឺចង់រំលឹកបងប្អូនប៉ុណ្ណឹងបន្តមកទៀតគឺមេត្តាគឺ other skill ជំនាញផ្សេងបាទជំនាញផ្សេងខ្ញុំបែងចែកជា2បាទមួយគឺជាជំនាញ computer 2គឺជាជំនាញ soft skill បាទ basic skill បាទអញ្ចឹង computer skill មានអីគេបាទមាន Microsoft Word Excel PowerPoint Internet Email អញ្ចឹងទៅបាទចេះប្រើ Canva ដាក់ទៀតទៅបាទ Canva អីហោហែដាក់ទៅបាទPhotoshop អីណាចេះដាក់ទៀតទៅបាទហើយ basic skill មាន communicating speaking advising organizing អញ្ចឹងទៅបាទអញ្ចឹងយើងប្រើ verb ឲ្យវា parallel គ្នាបាទបើសិននេះ ing ឲ្យ ing ទាំងអស់ទៅបាទនេះគឺចង់ចែករំលែកបងប្អូនអូសូមរំលែកមួយទៀតបងប្អូនបាទបើសិនជាបងប្អូនថាខ្ញុំអត់មានការងារអីធ្វើខ្ញុំអត់មាន working experience ផងប៉ុន្តែមានជា social activity បាទដាក់មកបាទដាក់ដូចគ្នាមកដាក់មក social បាទ social activity បាទឃើញទេហើយដាក់ដូចមិញមកបាទ social activity បងប្អូនធ្វើអីខ្លះបាទក្នុងការងារសង្គមហ្នឹងជាយុវជនកាកបាទក្រហមជាយុវជនសសរចកជាយុវជនកៃនេះដាក់មកបាទអញ្ចឹងយើងដាក់មកបាទ social activity បាទបើសិនជាបងហ្នឹងខ្ញុំអត់មានការងារណាផ្លូវការទេធ្វើការងារសង្គមដាក់ social activity បាទដើម្បីបង្ហាញអំពីការចូលរួមការងារសង្គមរបស់យើងយើងដាក់តាមហ្នឹងមកបាទយើងអត់មាននេះទៅលុបនឹងចោលទៅដាក់នេះវិញបាទបើមានទាំងពីរដាក់ទាំងពីរមកក៏បានដែរអត់អីទេអត់ជាបញ្ហាបាទសំខាន់គឺដាក់ទៅចំណេញបើដាក់ទៅខាត់មិនដែរបាទយើងអត់មានគឺដាក់ទៅចំណេញហើយបាទអញ្ចឹងយើងចូលមកដល់ other skill ម្ដងទៀត other skill របស់យើងគឺយើងមានបាទ computer skill មានបាទហោហែទៅកម្រិតប៉ុណ្ណាដាក់មកបាទហើយ basic skill យើងមាន communicating speaking advising and organizing គឺយើងដាក់មកអញ្ចឹង verb កិរិយាសព្ទរបស់វាដូចប្រាប់បងប្អូនអញ្ចឹងគឺយើងដាក់ឲ្យវា parallel គ្នាបាទបើសិនជា ingទាំងអស់បាទហើយឥឡូវយើងមើលទម្រង់នេះស្អាតនៅបាទយើងអាចមើលទម្រង់តាមក្រោយក៏បានដែរឥឡូវយើងមកដល់ពី interest real habit បាទគេហៅថាចំណង់ចំណូលចិត្តរបស់យើងធ្វើអីខ្លះបាទអញ្ចឹងយើងដាក់មកបាទខ្ញុំឧទាហរណ៍ studying ខ្ញុំលើកមុំ3 study រៀនអានស្ដាប់និងមើលទាំងទស្សនាបាទអញ្ចឹងណាបាទប៉ុន្តែដាក់អានឹងឲ្យម៉េចឲ្យវាស៊ីជាមួយនេះអា position ដែលយើង apply នេះបាទអា position យើង apply នេះ
ដាក់វាឲ្យស៊ីគ្នាបាទចង់ធ្វើគ្រូគណិតតែដាក់ចូលចិត្តមើលអីផ្សេងណាបាទមើលអីទៅវាអានអីផ្សេងវាអត់ស៊ីគ្នាទេអញ្ចឹងសូមបងប្អូនទៅសេមុំ4ហ្នឹងឲ្យវាស៊ីជាមួយនឹងអាតំណែងដែលយើងដាក់ដើម្បីបង្កើន credit បន្ថែមទៀតថាសូម្បីតែពេលតំណេក៏យើងចំណាយពេលវេលាច្រើនក្នុងការបង្រើសមត្ថភាពរបស់យើងលើជំនាញហ្នឹងដែរបាទអញ្ចឹងទៅចំណុចចុងក្រោយប្រព័ន្ធគេបាទសាក់ទីមកបាទគឺ references បាទ reference បាទ reference គឺអ្នកធានាបាទអ្នកធានាបាទអញ្ចឹង reference ហ្នឹងគឺមិនខុសពីមុនទេបាទ reference ហ្នឹងបងប្អូនអាចដាក់គាត់ជា reference បានកុំភ្លេចសុំបកគាត់ផងបាទគាត់ព្រមអត់បាទហើយដល់ពេលដាក់ reference គាត់យើងត្រូវមានអីគេបាទមានឈ្មោះគាត់បាទយើងមានឈ្មោះគាត់ខ្ញុំសូមលុបនេះចេញបាទអញ្ចឹង Mr បាទ Mr ទៅបាទដកទៅមឿនចន្ទ្រីឧទាហរណ៍អញ្ចឹងណាបាទរៀបបាទអញ្ចឹងដាក់ Mr មឿនចន្ទ្រីជា reference ជា referee របស់ខ្ញុំមកជាអ្នកធានាឲ្យហ្នឹងទៅបាទអញ្ចឹងគាត់ជាអីគេដកឃ្លាមកបាទដាក់ជាអីគេ head of department head of line learning department បាទហើយនៅណាឲ្យ UPP ហ្នឹងទៅបាទក្រៅពីដាក់លេខដាក់ឲ្យដែរទៀតបាទដាក់អីគេបាទដាក់លេខទូរស័ព្ទបាទលេខទូរស័ព្ទគាត់ដាក់មកបាទដាក់មកមានអីគេបូក855ចឹងទៅបាទចេញសេមកបាទ7 000 000ទៅបាទឃើញបាទ email បាទ email អាចដាក់ម្នាក់2នាក់ក៏បានហើយទីសុងលុយយើងឯងយើងមានច្រើនដាក់ច្រើនមិនតិចដាក់តិចទៅបាទបាទឃើញបាទអញ្ចឹងខ្ញុំដាក់សាមញ្ញអញ្ចឹងបាទខ្ញុំអត់ចាំបាច់សេអីច្រើនទៅវិញឆ្ងាយទេបាទសេខ្លីហ្នឹងទៅបាទអញ្ចឹងឃើញបាទសាមញ្ញស្អាតហ្នឹងគឺជាទម្រង់នៃការសរសេរ CV ជាភាសាអង់គ្លេសហើយដល់ពេលយើងធ្វើហើយយើងចាប់ផ្ដើមពិនិត្យមើលឡើងវិញពិនិត្យមើលអក្ខរាវិរុទ្ធពិនិត្យមើលមេត្តាមួយហើយពិនិត្យមើលលើសោភ័ណភាពស្អាតនៅបាទហើយយើងជួយមើលទាំងអស់គ្នាឥឡូវអានេះស្អាតអត់អូទៅការដកឃ្លាតិចទៀតណាបាទយើងមកពលវាបាទពលវាឲ្យវាស្អាតណាបាទពូយើងទៅគិតថាกระดาษមួយឡឹកហ្នឹងគឺគេស្គាល់កម្រិតចំណេះដឹងកម្រិតនៃការធ្វើការងារយើងខ្លះតែយើង organize person អត់យើងជាអ្នករៀបចំបានស្អាតបាត់អត់អញ្ចឹងណាបាទអញ្ចឹងយើងមើលវាអូខេមានដកឃ្លាឲ្យស្អាតកុំឲ្យវាជាប់គ្នាពេកបាទឃើញទេយើងមានពេលយើងទៅតាមចាប់ដើមសេរីរបស់វាឲ្យវាមកទៅវាមានប្រឡោះស្អាតបាទព្រោះមិនស្អាតទេវាមើលទៅវាអត់តាក់ភ្នែកទេបាទវាអត់តាក់ភ្នែកវាមានន័យថា CV យើងធ្វើឲ្យគេគាត់ចោលឬក៏គេអត់ចង់ជួបយើងទេបាទអញ្ចឹងយើងមើលវាឲ្យវាស្មើគ្នាទៅបាទឲ្យវាស្អាតណាបាទមើលទៅបាទជីវៀងក្នុងការដល់ចេះបាទដល់ចេះចេះតុងចេះអញ្ចឹងបងប្អូនទៅតម្លាក់វាមកបាទបើថាវាមិនក្រាន់ទេតម្លាក់វាម្នេះមកកុំឲ្យអាមេតកានៅលើអាចុងនេះជួបតក្រោយបាទអញ្ចឹងយើងបញ្ជាក់អស់មកបាទឡើងវិញយើងដកឃ្លាវាដែរមកបាទដាក់ add space after មកបាទយើងដាក់វាឲ្យស្អាតទៅនេះគឺជាការពលះបាទខ្ញុំពលះសង្ខេបខ្លីៗអត់ហ៊ានពលះច្រើនថាយើងCPU បាទអញ្ចឹងណាបាទអញ្ចឹងទាំងអស់គ្នាមើលឃើញចំហស្គងអូអត់ស្អាតទេនេះឃើញទេបាទអា skill ណានៅនេះអាហ្នឹងចោលស៊ីគ្នាបាទមានអីបងប្អូនរុញមកបាទរុញវាមកបាទទីវាស្មើគ្នាមកឃើញស្មើគ្នាបាទឃើញទេអានេះដូចគ្នាបាទទីវាមកបាទយើងទីវាស្មើគ្នាមកបាទវាអត់អីទេបាទទីមកគឺស្អាតហើយបាទធ្វើវាស៊ីមកនេះបាទវាស៊ីគ្នាបាទតែទៅពេលយើងស៊ីគ្នាហើយអូអានេះដោយសារវាស្ទើរបន្តិចខ្ញុំលួចវាបាទខ្ញុំចេះលួចនេះគេមិនដឹងទេបាទយើងលួច format វាទេបាទមិនលួចចេញទេបាទអញ្ចឹងលួចវាទៅវាស៊ីគ្នាបាទឃើញទេដល់ពេល reading studying ខ្ញុំទាញវាដែរខ្ញុំចង់ឲ្យវាស្មើ hello បាទ reading ក៏ដូចគ្នាខ្ញុំទាញវាស្មើអញ្ចឹងយើងចាប់ដើមសេរីបាទពេលយើងធ្វើឲ្យអស់យើងចាប់ដើមមកមើលវាសោភ័ណភាពវាស្អាតនៅបាទយើងមាន4មុំបាទបងប្អូនចង់ដាក់មិនមុំក៏ដាក់ទៅបាទតែចិត្តបងប្អូននេះបាទវាក៏វាមិនព្រមទៅបាទឡោះឡៃគ្នាបាទឃើញទេបាទយើងដាក់យ៉ាងទៅចុះអានេះបាទអានេះយើងទីវាឲ្យវានៅក្រោមមកបាទឲ្យវានៅក្រោមមកបាទឃើញហើយវានៅក្រោមមកថាវានៅនំប៉ៃវាស្អាតឬលុយវាមកទៅប៉ុណ្ណេះមកបាទយ៉ាសុំឡងទៀតបាទឃើញទេវាស្មើនឹងមកបាទឃើញទេ
គឺស្មើគ្នាយើងធ្វើវាស្មើគ្នាហ្នឹងស្អាតណាបាទហើយនេះយើងដកឃ្លីវា space តិចមកព្រោះនេះយើងដកឃ្លីដែរបាទឃើញបាទបងប្អូនអញ្ចឹងវាតែប៉ុណ្្នឹងទេបាទទាំងអស់គ្នាមានអីឆ្ងល់គឺថានេះគឺជាទម្រង់ CV សាមញ្ញបំផុតដែរដូចខ្ញុំបានជំរាបជូនបងប្អូនថាអ្វីដែលសំខាន់នៃការសរសេរ CV គឺមេត្តារបស់វាទេបាទ apply យើង for ដាក់ត្រូវកន្លែងវាកុំដាក់កន្លែងផ្សេង personal data ដាក់តែប៉ុណ្្នឹងទៅគ្រប់គ្រាន់ហើយបាទប្រវត្តិការអាសាដាក់មកបាទគឺទី1គឺលើមេត្តាសំខាន់បងប្អូនមានឬនៅបាទមានហើយទី2ព័ត៌មានដាក់ក្នុងមេត្តាហ្នឹងដាក់ត្រូវប្រឡោះនៅបាទឃើញទេដាក់វាត្រូវប្រឡោះប្រវត្តិការអាសាឲ្យដាក់ក្រមប្រវត្តិការអាសាប្រវត្តិបទពិសោធន៍ដាក់កន្លែងបទពិសោធន៍ការងារបាទសកម្មភាពសង្គមដាក់ក្រមសកម្មភាពសង្គមឃើញទេបាទកុំដាក់វាខុសមេត្តាបាទដាក់វាអត់ត្រូវមេត្តាហ្នឹងគឺវាមានភាពតាក់ទាញបាទហើយយើងចាប់ដើមមើលវាទៅឃ្លីឃ្លោងណាបបាក់អីគឺយើងអាចមើលបានអញ្ចឹងបានថានៅពេលយើងសរសេរអង់គ្លេសឥឡូវវាអត់សូវបបាក់រឿង spelling ដោយសារអីយើងប្រើ online ទៅបាទ Grammarly គឺវាជួយ edit grammar យើងទៀតណាទៅ space ណាទៅអីចឹងណាបាទអញ្ចឹងវាជួយបងប្អូនច្រើនអញ្ចឹងខ្ញុំសូមចែករំលែកធ្វើប៉ុណ្្នឹងចុះសង្ឃឹមថាវីដេអូជាភាសាអង់គ្លេសនឹងជួយបងប្អូនបន្ថែមទៀតហើយសូមនិយាយថាបងប្អូនមានទម្រង់ច្រើនណាបងប្អូនបាទមានទម្រង់ច្រើនណាសរសេរជា CV បាទមិនមែនមានទម្រង់មួយហ្នឹងនេះគឺទម្រង់សាមញ្ញមួយទេបាទហើយឥឡូវនេះទាំងអស់គ្នាវិធីសាស្ត្រក្នុងការរកក៏កាន់តែច្រើនទៀតបាទគឺអីបាទគឺថាបងប្អូនអាចរកនៅក្នុងនេះក៏បានដែរបាទយើងចូលមើលនៅក្នុង website បាទឥឡូវខ្ញុំបើក website ខ្ញុំបើកនេះរបស់ខ្ញុំមកបាទខ្ញុំបើកCanva ខ្ញុំបាទខ្ញុំបើក Canva ខ្ញុំមកពេលខ្ញុំបើក Canva របស់ខ្ញុំអាចប្រើឬក៏មើល format ណាក៏បានដែរបាទឥឡូវឧទាហរណ៍ខ្ញុំបើក Canva មកមួយចឹងបាទឃើញទេអញ្ចឹងខ្ញុំចង់មើលអីគេដាក់ CV template បាទដាក់ CV មកវាចេញមកទាំងអស់បាទឃើញទេបាទមកអង្គុបសិតតម្រងស្អាតបងប្អូនចង់យកតម្រងមួយណាក៏បានដែរឃើញទេអញ្ចឹងវាមានច្រើនតម្រងណាសំខាន់គឺយើងដាក់ព័ត៌មានឲ្យបានត្រឹមត្រូវហើយឲ្យតាក់ទាញតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនចង់យកតម្រង CV មួយណាក៏បានដែរបាទហើយឥឡូវនេះយើងមាន ChatGPT AI ទៀតយើងមាន format ច្រើនណាបាទអញ្ចឹងតម្រងវាកាន់តែច្រើនប៉ុន្តែកុំស្មុគស្មាញយើងធ្វើណាដែលយើងងាយស្រួលសាមញ្ញឃើញទេបាទតែវាងាយស្រួលសាមញ្ញអីចឹងទៅយើងអាចដាក់ព័ត៌មានត្រឹមត្រូវទេបាទគេដាក់មេត្តាគេស្អាតៗបាទគេដាក់ខាងណាក៏បានអញ្ចឹងវាអត់មានថាគេខុសយើងខុសទេបាទគឺត្រូវទាំងអស់គ្នាប៉ុន្តែយើងស្រឡាញ់នៅក្នុងទម្រង់មួយណាហើយសូមជម្រាបជូនបងប្អូនថា CV មិញខ្ញុំមកមានដាក់រូបថតទេដូចខ្ញុំប្រាប់ការសរសេរខ្មែរអញ្ចឹងគឺវាជាជំរើសបាទបងប្អូនចង់សរសេរដាក់រូបថតក៏បានមិនដាក់ក៏បានដែរវាអត់សំខាន់ទេដូចយើងដាក់គីឡូប្រហែលសុខភាពប្រហែលរៀបការនៅលីវហ្នឹងអាហ្នឹងវាមិនមែនជាព័ត៌មានចាំបាច់ដែលគេចង់ដឹងពីយើងទេបាទកន្លែងខ្លះគេមិនត្រូវការទេបាទអញ្ចឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងជូនបងប្អូនទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនហើយដូចខ្ញុំថាបងប្អូនធ្វើឲ្យផ្ញើជា Word មកខ្ញុំអាចជួយ edit បានបាទហើយខ្ញុំព្យាយាមជួយបងប្អូនបាទឆេតពេលទៅនេះជួយកែ edit ឲ្យប៉ុន្តែតើយើងសរសេរបានត្រឹមត្រូវខ្លះតែមកយើងងាយស្រួលកែបានលឿនបាទពួកខ្ញុំទទួលបានសារខ្លះខ្ញុំបានកែហើយខ្លះដែរបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ